ចាសូមជម្រាបសួរនាងខ្ញុំណែតម៉ារ៉ាឌីចា account គេនៃ Facebook របស់ខ្ញុំគឺមានលក់ដុំកញ្ចប់សិនបោះហើយនឹង website ចម្បាំងចាហើយ page របស់បងខ្ញុំគឺឈ្មោះថាពូតុងជាសអង់គ្លេស account គេនេះរបស់ខ្ញុំឈ្មោះថាណែតម៉ារ៉ាឌីជាសខ្មែរនិងមួយទៀតឈ្មោះថានីស្រីណែលក់ website ចម្បាំងចាក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីរបៀបដាំសាច់ចម្បាំងក្រៅរងដោយមិនចំហុយងាយៗចាជាដំបូងបងប្អូនត្រូវត្រៀមចម្បាំងសម្រាប់ដាំឈើបកៅនិងតង់ផ្លាស្ទិកជាមុនសិនចាទីតាំងបងប្អូនត្រូវតែផុតពីទឹកចាចម្បាំងស្រូវប្រាំងភាសាគឺដាំបានទាំងអស់ចាអញ្ចឹងដំបូងយើងត្រូវប្រមូលចម្បាំងរបស់យើងចាចងតង់ជា4ចាក់គ្រឿងត្រាំចម្បាំងដែលមាន3មុខដូចជាជីអ៊ុយរ៉េចំនួន2ខាំស្ករល្ងជាមួយ1ដបកន្លះលីត្រដែលខ្ញុំដាក់នឹងក្នុងឈុតនឹងកំបោរសសម្រាប់ត្រាំចម្បាំងនឹងគឺចំនួន9ក្តាប់ឬអាចទៅកន្លះកញ្ចប់នឹងនេះគឺជារូបមន្តសម្រាប់មួយឈុតតម្លៃ 25,000 រៀលឬក៏ឈុតតម្លៃ 30,000 នឹងចងតង់ជា4មកចាក់គ្រឿងផ្សំរបស់យើងនឹងសម្រាប់ត្រាំចម្បាំងនឹងមកជន់ចម្បាំងឲ្យលេចមកចាប្រសិនជាចម្បាំងច្រើនជន់ឲ្យលេចហើយត្រាំរយៈពេល2យប់តែបើចម្បាំងតិចយើងត្រាំតែ1យប់ទេហើយផ្អាប់រយៈពេល3ថ្ងៃចាត្រូវចាំថាមុនដាំយើងត្រូវជជុះចម្បាំងរបស់យើងចាហើយស្រោចទឹកឲ្យ30ជោគសិនចាំយើងដាំពេលដាំនោះគឺយើងត្រូវតែជន់ចម្បាំងរបស់យើងហ្នឹងឲ្យហាប់តឹងណែនបាញ់ស្រោចទឹកជន់ហើយបានយើងរោយមេចាហើយដាក់ចម្បាំងមួយជន់ទៀតហើយជន់បាញ់ទឹកឲ្យហាប់តឹងណែនបានយើងរោយមេមួយជន់ទៀតចានេះគឺជារូបមន្តដែលយើងដាំលក្ខណៈជន់ពុំបងប្អូនក៏អាចដាំលក្ខណៈមូបន្ទាប់នៅលើដីក៏បានដែរដាក់មួយជន់ក៏បានដែរមូឲ្យតឹងហើយតម្រៀបគ្នាឲ្យតឹងហើយចាំលាយមេផ្សិតជាមួយនឹងអាហារខ្មែរឬក៏ម្សៅដំណើបប្រសិនបើមានមេផ្សិតអាហារខ្មែរឬម្សៅដំណើបដែលមានហ្នឹងគឺយើងលាយច្បល់ចូលគ្នាហើយយកទៅរោយដាំការរោយដាំមិនរោយកដុកក្រាស់នោះទេរោយមិនក្រាស់ពេកហើយក៏មិនស្ដើងពេកចាប្រសិនបើពុកម៉ែមានកន្ទួលល្អកន្ទុដែលល្អហ្នឹងអាចលាយជាមួយនឹងមេផ្សិតបានចាក្នុងមេមួយឈុតនេះគឺដាំបាន10ម៉ែត្រការ៉េបើជន់ពុំក៏បាន10ពុំបើដាក់កន្ត្រកបាន10កន្ត្រកចាបើបងប្អូនដាក់សុំមាន់ក៏បាន4សុំមាន់ដែរចាត្រូវចាំថាពេលដាំហើយត្រូវតែស្រោចទឹកប្រសាមតិចទៅខាងលើដើម្បីឲ្យមេផ្សិតស្អិតជាប់ជាមួយនឹងសាច់ចម្បាំងចាបន្ទាប់មកដាក់ឈើបង្កោងហុំតង់ផ្លាស្ទិកឲ្យជិតកុំឲ្យខ្យល់ចូលឲ្យសោះហើយយកឲ្យគ្រប់លើទៀតដើម្បីរងឹតចាយើងហុំបែបនេះដើម្បីឲ្យវាឡើងសរសៃស្ពណ៌គឺសរសៃពីងនឹងឯងបន្ទាប់ពីយើងដាំរួចគឺហុំឲ្យរយៈពេល4យប់ទៅ5យប់តាមអាកាសធាតុបើអាកាសធាតុត្រជាក់ខែធ្លាក់ខ្យល់បែបនេះគឺយើងហុំ5យប់តែបើខែក្តៅខ្លាំងគឺហុំតែ3យប់ទេចាចំពោះមេផ្សិតចានេះគឺជាសរសៃមេផ្សិតដែលយើងអាចដាំបានគឺវាសរសៃល្អបែបហ្នឹងហើយលាយជាមួយនឹងអាហារទៅចាមសាត្នោតក៏បានអាហារខ្មែរឬក៏កន្ទុកនឹងចាបើសិនជាបងប្អូនដាំជន់ពុំបែបនេះចម្បាំងនេះគឺរឹងខ្លាំងគឺគុំយកគំរូតាមចម្បាំងនេះគឺរឹងខ្លាំងណាស់អញ្ចឹងនៅពេលដាំហើយហុំឲ្យជិតបែបនេះចានេះជារបៀបហុំចាហុំឲ្យជិតរយៈពេល5យប់ចាទៅតាមកាសត្រជាខែនេះគឺធ្លាក់ខ្យល់5យប់តែបើសិនជាខែក្តៅតែ3យប់គឺឡើងសរសៃខ្លាំងហើយនេះគឺជាសរសៃស្ពណ៌ណាពុកម៉ែបងប្អូនក្រោយពេលវាឡើងបែបហ្នឹងហើយបងប្អូនយកទឹកកាឈូខ្សោយផ្ដាច់ផ្សារៀបតិចបន្ទាប់មកហុំឲ្យជិតរយៈពេល3យប់ទៀតហ្នឹងខែក្តៅបើសិនជាខែត្រជាក់បែបនេះហុំឲ្យជិតរយៈពេល4ទៅ5យប់ទៀតចាហើយរូបនេះគឺជាសរសៃស្ពណ៌នៅក្នុងខែក្តៅគេដាំខែក្តៅចាវាបានឡើងសរសៃស្ពណ៌ល្អពូអាកាសធាតុណយផលចំពោះការគ្របកុំភ្លេចគឺគ្របឲ្យជិតចាអត់ឲ្យខ្យល់ចូលទេពីព្រោះថាពេលដែលយើងគ្របនេះគឺយើងគ្របដើម្បីឲ្យវាផ្ដាច់សរសៃអុកស៊ីហ្សែនទៅវាដល់ស្ពណ៌ផ្សិតនឹងចាជាទូទៅក្រោយពីផ្ដាច់សរសៃរយៈពេល5ទៅ6ថ្ងៃគឺវាចេញគ្របទូចមកចាហើយយើងក៏អត់បើកខ្យល់ហើយយើងក៏អត់ស្រោចទឹកដែរចាដាំផ្សិតនេះគឺមិនពិបាកថែទាំទេចាគឺមិនបើកខ្យល់មិនចាំបាច់បើកខ្យល់ឬក៏ស្រោចទឹករាល់ថ្ងៃដោយដំណាំផ្សេងៗនោះដែរចាទោះបីយើងបានប្រមូលផលហើយក៏យើងត្រូវតែហុំវាចិត្តដែរចានៅពេលដែលវាធំបែបនេះក្បាលស្រួចនេះចាទាំងតូចធំក៏ដោយឲ្យវាក្បាលស្រួចចឹកហើយយើងត្រូវតែប្រមូលផលពេលព្រឹកព្រលឹមម៉ោង5ភ្លឺឬក៏6ភ្លឺហ្នឹងយើងយកក្បាច់ឆ្កឹះកាត់ម្ដងចានេះធំបែបនេះគឺបានប្រមូលផលហើយចាហើយនេះគេដាំចម្បាំងពីក្រោមហើយកាត់ដាំចេកហ្នឹងគឺគេហាន់បែបហ្នឹងតូចប៉ុណ្ណឹងហើយគេលាយជាមួយនឹងកន្ទក់ហើយយកមកដាក់ពីលើចម្បាំងចាស្កតិចបានគេចាប់ដើមហ្នឹងរោយមេផ្សិតចានៅក្នុងរដូវក្តៅខ្លាំងគឺគេនិយមប្រើដាំចេកឬក៏កផ្លោកស្រស់បែបហ្នឹងចាអញ្ចឹងគាត់បានត្រាំចម្បាំងមួយជប់ហើយផ្អាប់3យប់ចម្បាំងគាត់កាច់ទុនហើយបានគាត់ដាក់ដាំហើយគាត់ក៏លាយដាំចេកដោយសារតែគាត់សម្បូរដាំចេកអញ្ចឹងផ្សិតនេះគឺជាផ្សិតពូជខ្មែរ 100% ចាបងប្អូនដែលចង់ដាំសូមឆាតឬក៏ខលបានចាអរគុណច្រើន